រនសួស្ដីបើដើម្បីឲ្យបោចិត្តតិចអាហារពេលព្រឹកថ្ងៃនេះមានអាហារចិននិងអាហារលោកខាងលិចដែរយកចិត្តទៅក៏មិនបានផលគ្រូវ័យជាធានក៏មិនទៅនេះខ្ញុំដឹងថាបងនៅខាងរឿងកាពីម្សិលមិញតែបងត្រូវឲ្យឱកាសបានទេវាគ្រាន់តែជាកូនឆ្កែឲ្យឱកាសវាទៅនេះគឺជាវិធីសំទោសរបស់នាងមែនទេបើការប៉ះទៅមិនមែនគ្រប់គ្នាចង់រំលឹកការចងចាំកាលនៅពីក្មេងបងត្រូវឆ្កែខំមែនទេលើកទី1ក៏ធ្លាប់លើកទី2ក៏មែនទេនៅមានជាលើកទី2ទៀតបើខ្ញុំនឹងមើលថែវាឲ្យល្អមិនឲ្យមានលើកទី2ជាដាច់ខាតបើសិនជាកាត់ឡើងទៀតខ្ញុំទទួលទោសខ្លួនឯងយកជ្រៅហើយមិនបានទេគុណភាពនិងការកែរបស់បងសំខាន់បំផុតសម្រាប់ខ្ញុំមិនថាយ៉ាងណាខ្ញុំត្រូវធ្វើម្ហូបពេលយប់ឲ្យបងថ្ងៃនេះខ្ញុំបើកប្រាក់ខែឲ្យខ្ញុំចេញថ្លៃបាយឲ្យបងល្អទេលុយចេញថ្លៃបាយខ្ញុំគ្រប់គ្រាន់ដែរទេការពិតគឺមិនគ្រប់គ្រាន់ទេខ្ញុំគ្រាន់តែជាកូនឈ្នួលក្រីក្របើអញ្ចឹងខ្ញុំឲ្យប្រាក់រង្វាន់ថែមល្អដែរទេប៉ិតមែនទេបងចិត្តលាយប៉ិតមែនបើកភ្នែកមើលតួលេខលុយនៅក្នុងបញ្ជីឲ្យបានច្បាស់ដើម្បីឲ្យភ្លឺភ្នែកតែខឹងស្អីខ្លាំងណាស់ណាទៅទេសភាពនៅខាងក្រៅពិតជាស្អាតមែនលោកបាបួលខ្ញុំមកទីនេះធ្វើអីទៅខ្ញុំគិតបែបនេះនាងជាមេធាវីស្ម័គ្រចិត្តត្រូវតែមានកន្លែងស្នាក់នៅមួយឲ្យពិតប្រាកដមែនទេទីនេះគឺងាយស្រួលសប្បាយជួនហឹងនៅចិត្តបើចង់ជួបឆឹងយ៉ាវគឺទៅបានគ្រប់ពេលហ្វឺហ្វិចពិតមែនទេអញ្ចឹងយើងរៀបតុអង្គុយនៅត្រង់នេះទៅបន្ទប់ត្រង់នេះល្អណាស់ត្រង់នេះត្រូវដាក់សាឡុងឲ្យធំតុទទួលភ្ញៀវចាប់ដាក់តែនឹងផ្លែឈើនៅត្រង់នេះជាកន្លែងសម្រាប់ដែលល្អខ្លាំងណាស់ប្រាប់ហាញតាថាយើងយកចិត្តគ្នាគំនិតរបស់យើងត្រូវគ្នាណាស់ដាក់ដើមឈើសំណាងនៅទីនេះផ្លេចចូលដើម្បីតាក់ទាញភាពគង់វង្សពិតមែនហើយខ្ញុំដាក់ជូនហឹងនៅទីនេះទៀតផងអូចេនអរគុណហើយតែខ្ញុំទទួលយកមិនបានទេលោកក៏ឃើញផ្ទាល់ភ្នែកការងារខ្ញុំធម្មតាគឺក្រៅក្រុងមិនចឹងទីប្រជុំជនដែលកកស្ទះទីកន្លែងត្រូវរុះរើខ្ញុំមិនត្រូវការទីនេះទេតែយ៉ាងណាក៏អរគុណលោកគឺបែបនេះណាពេលនេះខ្ញុំជួបបញ្ហាបន្តិចបន្តួចទើបចង់ឲ្យនាងជួយប៉ុន្តែចង់ឲ្យគេជួយដែរទៅទេមិនកើតទេក្រុមហ៊ុនយើងបានទទួលរឿងក្តីពីសាលាឃុំជួយសង្គ្រោះផ្នែកច្បាប់នាងក៏ដឹងដែរថានៅក្រុមហ៊ុនខ្ញុំគឺធ្វើទៅមុខកញ្ញាអាត្មានិយមឲ្យពុតនោះធ្វើរឿងក្តីស្ម័គ្រចិត្តពិតមែនទេខ្ញុំគ្មានផ្លេចជ្រើសរើសទេបញ្ញាប់មកសុំឲ្យនាងជួយរឿងនេះគឺអាចជាមានរង្វាន់សិក្សាលោកអាចមករកខ្ញុំចុះតែខ្ញុំទទួលយកបន្ទប់នេះមិនបានពិតមែនព្រោះវាមិនចាំបាញ់ក៏បាននាងមិនចាំបាច់ប្រើប៉ុន្តែខ្ញុំចាំបាច់ប្រើពិតមែនហើយគឺខ្ញុំជាជំនួយការរបស់នាងពីដំបូងវាជាការងាររបស់ខ្ញុំការងារប្រគល់ឲ្យខ្ញុំយ៉ាងណារូបរបស់ខ្ញុំត្រូវធ្វើឲ្យបានល្អស្រាប់ហើយមេធាវីស្ម័គ្រចិត្តវាខុសពីករណីដែលលោកធ្វើមិនអីទេខ្ញុំមិនខ្លាចហត់បន្តិចទេពីបាក់ឲ្យតែបានពានរង្វាន់មាសខ្ញុំទ្រាំបានគ្រប់យ៉ាងដូច្នេះចាប់ពីថ្ងៃនេះទៅខ្ញុំជាជំនួយការរបស់នាងបងចាងអ្នកនាងមេធាវីជើងបំផុតមកហើយរឿងក្តីស្វាមីខ្ញុំចូលទៅខាងក្នុងទៅចាចូលមកបងចាងអញ្ជើញប្រសាទឹកញ៉ាំទឹកសិនទៅកន្លែងដែលបងនៅសាមជាប្រចាំទៅហើយធ្វើឲ្យបងផ្ដាសាយហើយឆាប់ឆ្លងមេរោគបងត្រូវរក្សាសុខភាពផងខ្ញុំបានផ្ញើឯកសារនិងផុសតាមផ្សេងរឿងដែលប្តីបងរងរបួសរួចហើយគឺត្រូវឡើងតុលាការនៅខែក្រោយគ្រប់យ៉ាងក៏រៀបរយកុំព្រួយអីរឿងសំខាន់ពេលនេះគឺមើលថែសុខភាពបងផងចាអរគុណ